ឡ័យយ៉ាងនឹងមិនមែនជាមនុស្សទេហៀហៀវត្រូវវាមួយដៃស្លាប់បាត់ទៅហើយលោកពូអែនថេងតើខ្ញុំគួរធ្វើម៉េចទៅជួយខ្ញុំផងមនុស្សចោលម្សៀតរឿងសម្លាប់មនុស្សដល់ផ្ទះធ្វើមិនបានល្អទេឯងត្រឡប់មកវិញធ្វើអីលោកពូមានក្មួយតែម្នាក់គត់ខ្ញុំមិនទាន់បានសង្គុណលោកពូផងពិតជាមិនអាចបន្ទោសខ្ញុំទេគឺឡ័យយ៉ាងនឹងវាខ្លាំងពេកលោកពូពិតមាត់ឯងគិតថាឯងមានឋានៈនេះអាចការពារឯងបានមែនទេចាំទុកទៅយល់ហើយលើក្រោយខ្ញុំច្បាស់ជាមិនបរាជ័យទៀតទេប៉ុន្តែឡ័យយ៉ាងនឹងវាហៀហៀវនៅទីក្រុងប៉េកាំងទោះបីជាអ្នកចេះក្បាច់គុនដែលមានឈ្មោះបោះសម្លេងក៏ត្រូវក្មេងម្នាក់វាសម្លាប់ដែរយ៉ាងញញតើមានមនុស្សខ្លាំងពូកែបែបនេះនៅក្បែរនាងតាំងពីពេលណាខ្ញុំក៏មិនដឹងដែរកាលពី3ខែមុនវាគ្រាន់តែជាអ្នកលក់ធម្មតាម្នាក់ដែលអ្នកណាក៏អាចធ្វើបាបបានឬមួយក៏វាតែងតែលាក់បាំងសមត្ថភាពទោះវាជាអ្នកខ្លាំងមកពីណាក៏ដោយហ៊ានរារាំងផ្លូវអញមានតែផ្លូវស្លាប់យើងឲ្យពូទី2ធ្លាប់ឲ្យឱកាសអញហើយបើអញពិតជាមិនចេះយល់ការចេះតែចង់នៅជាមួយមួយនឹងកុំបន្ទោសពូទី2អីគំនុំចាស់គំនុំថ្មីអញនឹងបញ្ជូនឯងទៅជួបជុំឪពុកម្ដាយឯង